បងប្អូនសួស្តីបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកចែករំលែកតាក់ទងជាមួយនឹងការលាប eye cream ឲ្យបានត្រឹមត្រូវ yes ហ្នឹងហើយចំពោះមនុស្សស្រីយើងណាបងប្អូនកាលណាយើងនៅយុតិចហើយយើងអត់ទ្រព្យលាប eye cream ត្រឹម20ជាង20ចុះអីចឹងអត់បញ្ហាអីទេក៏ប៉ុន្តែកាលណាយើងអាយុច្រើន yes ហ្នឹងហើយចាប់ពី30ឆ្នាំឡើងយើងអត់ទ្រព្យលាប eye cream ទេទី1ធ្វើឲ្យជុំវិញរង្វង់ភ្នែកយើងវាមើលទៅស្រអាប់ខ្មៅដក់ហើយមួយទៀតគឺជ្រួញកាលណាយើងអត់ទ្រព្យលាប eye cream បងប្អូនគឺឆាប់ជ្រួញជុំវិញរង្វង់ភ្នែកចាអ្នកខ្លះហាននៅយុតិចណាក៏ប៉ុន្តែនៅពេលដែលសាយទៅគឺឃើញថាជ្រួញតាមរង្វង់ភ្នែកហ្នឹងហ្មងគឺដោយសារគាត់អត់ទ្រព្យលាប eye cream ឬមួយទៀតគឺគាត់ជ្រើសរើសប្រើ eye cream ដែលអត់ត្រឹមត្រូវយ៉ាបងប្អូននេះគឺប្រភេទ eye cream ដែលខ្ញុំប្រើគឺខ្ញុំប្រើ brand Clarin និយាយទៅមនុស្សខ្ញុំនេះគឺប្រើ eye cream ច្រើន brand ខ្លាំងណាស់បងប្អូនក៏ប៉ុន្តែនិយាយទៅឡារ៉ូចកូដេលីខ្ញុំធ្លាប់ប្រើអស់ហើយប៉ុន្តែអ្វីដែលខ្ញុំជាប់ចិត្តគឺខ្ញុំជាប់ចិត្តជាមួយនឹង Clarin នេះហើយចាំវីដេអូក្រោយគឺខ្ញុំនឹងមក review ហាត់អីបានប្រភេទ eye cream Clarin នេះវាល្អប្រើបងប្អូនព្រោះគឺយើងចាក់លើដៃកណ្ដាលយើងណាយើងនិយាយទៅយើងចាក់មកចុចហ្មងហើយនេះបងប្អូនប៉ុណ្ណាហើយតមកគឺយើងលុញវាសិនគឺតាមធ្វើឲ្យ molecule ផាន់ cream ហ្នឹងណាវាចូលសិនវាគេហៅថាបែកសិនណាបន្ទាប់មកគឺយើងយកមកដាក់លើភ្នែកយើងចំនួន3កន្លែង2 3ដល់ចុងភ្នែកណាខាងលើដូចគ្នា1 2 3យ៉ាហើយតមកគឺយើងសកាត់បន្តិចមកណាសកាត់បន្តិចហើយគឺរះដៃយើងមកចុងភ្នែកមកដល់ចុងភ្នែកគឺយើងមូលវាបងប្អូនហើយយើងមូលឡើងទៅលើអត់មានរុញមកក្រោមនេះគឺរុញវាឡើងទៅលើដើម្បីឲ្យវាលក្ខណៈថាដូចម៉ាស្សាអញ្ចឹងណាគឺទាញអាកន្លែងភ្នែកយើងនេះណាកុំឲ្យវាងាយក្នុងការធ្លាក់ដក់ព្រោះអ្នកខ្លះឃើញជុំវិញរង្វង់ភ្នែកគាត់ធ្លាក់តែអាហ្នឹងវាដោយសារតែអត់ល្ងុយផងណាបងប្អូនក៏តែគ្រាន់ថា skin care ក៏វាជួយបានដែរវាជួយកាលណាយើងទៅធ្វើទៅសៃអញ្ចឹងណាគឺវាជួយបន្ថែមទៀតតែអត់ចំណាយពេលយូរយើងធ្វើតែ3ដងឯងហើយអាខាងលើនេះដូចគ្នាគឺយើងសកាត់វាសកាត់ឲ្យវាចូលឲ្យអា cream នោះចូលមកហើយយើងរុញវាឡើងទៅលើយើងប្រើតែ3ដងអីទៅបានហើយហើយមិនតែប៉ុណ្្នឹងណាបងប្អូនគេណែនាំថាអាខាងលើនេះក៏យើងត្រូវបំពន់វាដែរនៅពេលដែលសល់អញ្ចឹងយើងយកបំពន់នៅខាងលើហើយខាងលើគឺយើងមូលឡើងលើបងប្អូនដើម្បីកុំឲ្យវាងាយក្នុងការយាយធ្លាក់កាលណាយើងយកច្រើនទៅគឺបងប្អូនចាប់អារម្មណ៍អាយុច្រើនទៅភ្នែកយើងគឺអាឡែងបបភ្នែកវាធ្លាក់អញ្ចឹងកាលណាយើងអាសាម៉ាស្សាអញ្ចឹងទៅមួយថ្ងៃយើងលាប2ដង eye cream អញ្ចឹងពេលដែលយើងលាបហើយយើងម៉ាស្សាអញ្ចឹង3ដងទៅខ្ញុំប្រើអស់ម្ដងនេះបងប្អូនឃើញទេប្រើអស់ម្ដងទៅណាហើយក៏តែមានអារម្មណ៍ថាមានទទួលបានលទ្ធផលហ្មងវាលក្ខណៈថាជុំវិញភ្នែកយើងវារៀងថ្លាទី1យើងមើលដឹងហ្មងណាហើយមួយទៀតគឺវាអត់មើលទៅរៀងហត់នឿយទេជុំវិញរង្វង់ភ្នែកយើងវាអត់លក្ខណៈខ្មៅដក់វាអត់ចឹងទេហើយមួយទៀតអាស្នាមជ្រួញហ្នឹងមិនខ្ញុំអត់មានស្នាមជ្រួញព្រោះខ្ញុំអាយុច្រើនហើយតែគ្រាន់ថាស្នាមជ្រួញហ្នឹងណាគឺវាមានអារម្មណ៍ថាវាស្រាលជាងមុនហ្មងណាបងប្អូនចាំមើលខ្សែញ៉ាស្នាមតិចខ្លាំងមែនតើហ្មងហើយយើងអាយុច្រើនណាជិត40ហើយក៏ប៉ុន្តែស្នាមជ្រួញតិចអានេះមានប្រើ filter អីទេគឺកាមេរ៉ា original ហ្មង yes អរគុណបាយបាយ